ល្អឡើយបុគ្គលពីលតែងតែនាំឲ្យយើងជួបនៅភាពអន្តរាយជួបនៅរឿងណាដែលជារឿងមិនល្អរឿងណាដែលជារឿងមិនប្រសើរអញ្ចឹងកាលណាដែលយើងតែសាបគប់នៅបុគ្គលជាពីលនោះឯងវាតែងតែនាំនៅរឿងអន្តរាយជាច្រើនមកដល់ខ្លួនទី1គឺខាតបង់ទាំងពីទ្រព្យសម្បត្តិទី2គឺខាតបង់ទាំងពីការជឿជាក់ទុកចិត្តទី3គឺខាតបង់ទាំងពីរូបរាងកាយអាហ្នឹងក្នុងការសាបគប់នៅបុគ្គលពីលឮទេញាតិញោមព្រោះថាចំណុចខ្លះញាតិញោមខ្លះមានការចាញ់បោកតែតើណោះញោមណោះដោយការរាប់អានគ្នាជឿជាក់លើគ្នាទៅវិញទៅមកស្រាប់តែស៊ីដាច់ម៉ូតូឯងមួយផឹងទៅຕົកចិត្តណោះញោមណោះណាជួនកាលរាប់អានគ្នាចោះឡើងទិញម៉ូតូទិញឡានតពីគ្នាមិនដឹងអាចោនឹងវាលួចបានមកពីណាលួចឯងនេះជាប់គុកមួយលេងអញ្ចឹងទៅណាអាហ្នឹងអញ្ចឹងហ៎ញាតិញោមមិនថាទីចិត្តមិនថាទីឆ្ងាយខំប្រឹងណាស់រិះរេណាស់ទ្រព្យសម្បត្តិដែលមានទាំងប្រមាណខំប្រឹងណាបរិច្ចាគនៃទាននៅក្នុងវិស័យព្រះពុទ្ធសាសនាហើយឥឡូវញាតិញោមបានចូលរួមនៅក្នុងកម្មវិធីបុណ្យឆ្លងនៅការ៉ូផងឆ្លងនៅក្នុងណារោងបុណ្យផងហើយក៏បានរួមចូលជាមួយនឹងសិមងចំនួន30តោនទៀតសួរថាថវិកាដែលចំណាយនៅក្នុងឱកាសថ្ងៃនេះជាសម្បត្តិរួមឬជាសម្បត្តិជាបុគ្គលញាតិញោមសម្បត្តិរួមហ៎ណាដោយលោកគ្រូអគ្គនាយកដុងចនីលោកគ្រូដែលចំណាយថវិកាជាមួយនឹងពុទ្ធបរិស័ទខំប្រឹងដឹកនាំពុទ្ធបរិស័ទខំប្រឹងធ្វើបុណ្យធ្វើទានចំណាយថវិកាហ្នឹងសួរថាលោកគ្រូហ្នឹងទៅធ្វើជាសម្បត្តិឯកជនឬធ្វើសម្បត្តិរួមនៅក្នុងពុទ្ធសាសនាញាតិញោមញាតិញោមសម្បត្តិរួមហ៎រួមហ្នឹងនៅក្នុងចំណុចណារួមនៅក្នុងពុទ្ធសាសនាញោមមើលគាត់អាក្រាលការ៉ូហ្នឹងអស់ប្រមាណ$20000រោងបុណ្យហ្នឹងអស់ប្រមាណ$5000ប្រកបក្នុងវិស័យពុទ្ធសាសនាដែលលោកគ្រូដែលជាបណ្ឌិតដែលជាអ្នកឆ្លៀវឆ្លាតដែលជាអ្នកមានបញ្ញាជាពហុសូត្រមួយនៅក្នុងពុទ្ធវចនធម៌របស់ព្រះដ៏មានព្រះភិក្ខហើយចេះលៃលោកចេះកែច្នៃជាមួយនឹងពុទ្ធបរិស័ទជួយឲ្យពុទ្ធសាសនានឹងរុងរឿងទៅបានគឺអាស្រ័យទៅលើពុទ្ធបរិស័ទនឹងឯងហើយបើសិនណាបើយើងអត់ជួយខ្នះខ្នែងយើងអត់ជួយខ្វល់ខ្វាយយើងអត់ខំប្រឹងណាគួបគុំទំនុកបំរុងទេតើឲ្យពុទ្ធសាសនារុងរឿងយ៉ាងម៉េចទៅបានណោះញោមណោះមែនទេញាតិញោមសប្តាហ៍ថ្ងៃយើងសំណាងណាស់ដែលបានកើតទាន់នៅក្នុងពុទ្ធយើងសំណាងណាស់ដែលបានកើតទាន់នៅក្នុងពធយើងសំណាងណាស់ដែលកើតទាន់នៅក្នុងព្រះសង្ឃចុះបើយើងអត់សំណាងវិញតើយើងបានពេលវេលាណាដែលមានតម្លៃសម្រាប់យើងមានពេលវេលាណាសម្រាប់ធ្វើបុណ្យសម្រាប់ខ្លួនឯងមានពេលវេលាណាដែលសម្រាប់សន្សំនៅសេចក្តីសុខសម្រាប់ខ្លួនឯងនៅក្នុងបច្ចុប្បន្ននេះផងនិងទៅកាន់បរលោកផងញាតិញោមសួរសំណាងឬមិនសំណាងសំណាងណាញោមណោះជាតាំងណាស់ដែលបានយល់ដឹងអំពីពធទោះថាខ្ញុំកណាមិនបានយល់ដឹងជ្រៅជ្រះនៅក្នុងពធតែព្រះអង្គបានត្រាស់ដឹងនៅពធទាំង84000បឋមខណ្ឌខ្ញុំកណាមិនសូវយល់ដឹងមិនបានស៊ីជម្រៅខ្ញុំកណាមិនតូចចិត្តទេក៏ប៉ុន្តែខ្ញុំកណាបានសំណាងណាស់ដែលមានប្រសង់ជាស្រែបុណ្យសំណាងណាស់ដែលបានកើតទាន់នៅក្នុងពុទ្ធសាសនាចោះបើអត់ពុទ្ធសាសនាតើយើងមានពេលវេលាណាមកធ្វើបុណ្យណោះញោមណោះមែនទេបើអត់ប្រសង់តើយើងមានពេលវេលាណាយកទានរបស់យើងមកសាកព្រោះជាមួយនឹងប្រសង់ញាតិញោមចំណាយថវិកាម្នាក់មកការ៉េនោះការ៉ូនោះញាតិញោមដើម្បីអីនោះហ៎មិនដើម្បីពុទ្ធសាសនាណោះញោមណោះណាប្រសង់ដែលគង់នៅក្នុងវត្តភ្នំសំពៅលោកសប្បាយចិត្តណាស់យកមកសប្បាយចិត្តណាស់ព្រោះក្រាលការ៉ូនោះវាច្រើនហើយ
វាស្អាតថែមទៀតហើយលោកគ្រូបានដាំផ្កាដោយលម្អទៀតអញ្ចឹងណាបីតែពីចំនួនពុទ្ធកាលញាតិញោមខ្ញុំកណាសម្ដែងតាក់ទងចំពោះរឿងមាណពម្នាក់រឿងបណ្ណៈមាណពតែជាអ្នកកំសត់ណាស់ញាតិញោមបណ្ណៈមាណពនឹងជាអ្នកធ្វើស្រែចម្ការស៊ីឈ្នួលឲ្យសទ្ធិទេគ្មានសម្បត្តិអ្វីមកធ្វើបន់ធ្វើទានអីណាហែហោមអមដំណើរដូចញាតិញោមច្រើនពោពីអញ្ចឹងទេអត់ទេញោមសត្វណាស់ញោមសត្វអើយមហាសែនសត្វរកតែអង្គមួយល្អីដាក់នៅលើផ្ទះសម្រាប់ទុកបរិភោគគ្មានផងសួរតែសត្វទេញាតិញោមក្រទេក៏ប៉ុន្តែអ្វីដែលគាត់មិនក្រនោះគឺសទ្ធារបស់គាត់មិនក្រទេស្រាប់តែបណ្ណៈមានលុបញាតិញោមនិងបំរើសទ្ធិថ្ងៃមួយគេដាក់មហោស្រពនៅក្នុងស្រុកស្រាប់តែសទ្ធិនោះបានសួរថាមនាលមានលុបតើអ្នកអត់មាននាំប្រពន្ធនាំកូនរបស់មានលុបហ្នឹងទៅមើលមហោស្រពនឹងគេទេឬណាបណ្ណៈមានលុបបានឆ្លើយថាខ្ញុំជាអ្នកក្រកំសត់សំបីតែរកអង្គមួយល្អីដាក់នៅលើផ្ទះសម្រាប់ទុកបរិភោគមិនមានផងតើឲ្យខ្ញុំមានពេលវេលាឯណាទៅដើរលេងសប្បាយដូចគេនោះស្រាប់តែសទ្ធិនឹងមានសេចក្តីណាសេចក្តីអស្ចារ្យសេចក្តីកោតសរសើររបស់បណ្ណៈមាណពនឹងយ៉ាងក្រៃលែងញាតិញោមព្រឹកព្រលឹមឡើងមាណពក៏បានទឹមនៅអាទិគោដាក់អង្គដាក់អីសម្រាប់ទៅជួស្រែពេលអញ្ចឹងមកស្រាប់តែមានភិក្ខុព្រះអង្គព្រះសារីបុត្រញាតិញោមតែជាសាវករបស់ព្រះអង្គដែរលោកទៅចេញពីនិរោធសមាបត្តិលោកក៏បានប្រមាលមើលនៅឧបនិស្ស័យរបស់សត្វតើសត្វណាមួយដែលព្រះអង្គត្រូវនិមន្តទៅប្រោះដល់ពេលនោះឯងលោកបានពិចារណានៅក្នុងណាបញ្ញាញាណរបស់លោកទៅឃើញថាមានមាណពម្នាក់តែត្រូវនឹងទៅប្រោះដល់អញ្ចឹងលោកក៏បាននិមន្តកាន់បាតទៅញាតិញោមនិមន្តកាន់បាតទៅឈរឆ្ងឹមញាតិញោមនៅកណ្ដាលភ្លឺខ្សែញោមអាការៈលោកក្តៅញោមហើយមានតុកមានរោងអញ្ចឹងឯណាញោមស្បាំងណាញោមធ្វើដំបូលញាតិញោមមិនបានរោងស្អាតអញ្ចឹងឯណាអត់ទេញោមហើយញោមស្គាល់ដើមជ្រះទេញោមបើមិនស្គាល់ទៀតក៏ដឹងយ៉ាងម៉េចដែរញោមបើអ្នកនៅព្រៃភ្នំដោយតែអាត្មាដែរហ្នឹងណាញោមណាក៏ស្រាប់តែលោកនិមន្តបានមាណពនឹងវរណាដើម្បីឲ្យតគង់នៅក្នុងទីសនាសនៈព្រមដើមជ្រះដែលបានធ្វើកសាងរួចហ្នឹងក៏លោកក៏ធ្វើផាតាអនុមោទនាហើយលោកក៏និមន្តទៅក៏ដឹងថាថ្ងៃរសៀលថ្ងៃទៀបត្រង់ហ្នឹងច្បាស់ជាប្រពន្ធរបស់មាណពហ្នឹងទូលបាយមកក៏លោកមានសេចក្តីសម្រាប់ទៅជួយសង្គ្រោះឃើញថាប្រពន្ធរបស់មាណពហ្នឹងក៏ដើរមកដល់ពាក់កណ្ដាលផ្លូវក៏បានឃើញញាតិញោមឃើញព្រះសារីបុត្រលោកកំពុងឈរកាន់បិណ្ឌបាតហើយលោកសំដែងអាការៈតូចអត់បានចង្ហាន់ឆាន់អញ្ចឹងណាញោមឲ្យថ្ងៃវារៀងចង់ជ្រេទៅហើយប្រពន្ធមាណពហ្នឹងក៏គិតពិចារណាថាអាត្មាអញបានជួបស្រែបុណ្យហើយអាត្មាអញបានធ្វើបុណ្យហើយកម្រនឹងបានធ្វើបុណ្យណាអញ្ចឹងញាតិញោមក៏អាបាយកម្រងនឹងទុកឲ្យប្តីនេះសុខចិត្តណាញោមសុខចិត្តអត់យកឲ្យប្តីណាសុខចិត្តយកបាយហ្នឹងមកហូបចំណីត្រីសាច់ទាំងប្រមាណហ្នឹងយកទៅប្រគេនដល់ព្រះសារីបុត្រញាតិញោមព្រះសារីបុត្រលោកក៏ធ្វើផាតាអនុមោទនាសពគ្រប់អីហើយលោកក៏និមន្តទៅរកកន្លែងដែលសំគួរនៅក្នុងការឆាន់ទៅឯនាងជាប្រពន្ធរបស់មាណពហ្នឹងក៏វិលត្រឡប់ទៅផ្ទះប្រញាប់ប្រញាល់ដាំបាយដាំទឹកណាធ្វើមហូបធ្វើមហាឲ្យប្តីជាភាសាទៀតដល់តែពេលអញ្ចឹងណាញោមភាពជាប្រពន្ធខំប្រឹងខ្នះខ្នែងរូតរះដាំបាយដាំទឹកនំចំណីត្រីសាច់ឲ្យប្តីខ្លាចប្តីនឹងវាខឹងញាតិញោមខ្លាចប្តីខឹងវាយូរពេកញោមថ្ងៃរៀងជ្រេទៅហើយណាក៏ដាំបានដាំបាយដាំអីឆ្អិនជាសាជាថ្មីទូលបាយហ្នឹងណាទូលបាយហ្នឹងដល់ចិត្តដល់ប្តីទៅហើយក៏ស្រែកថាអ្នកអើយអ្នកខ្ញុំតែរៀងយូរបន្តិចហ្នឹង
ដោយសារនឹងខ្ញុំនឹងឡាយរវល់ប្រគេនចង្ហាន់ដល់សាវករបស់ព្រះដ៏មានព្រះភិយសូមអ្នកគុំប្រកាន់គុំខឹងខ្ញុំអីសូមអ្នកនឹងទទួលត្រេកអរឲ្យបានបុណ្យកុសលនឹងច្រើនជាងខ្ញុំទៅណាអញ្ចឹងណាប្រពន្ធនឹងស្រែកប្រាប់ប្តីអញ្ចឹងប្តីនេះក៏ស្រែកប្រាប់ប្រពន្ធវិញថាអ្នកអើយអ្នកខ្ញុំឯនេះក៏រវល់ដែរខ្ញុំមិនខឹងទេខ្ញុំឡែកធ្វើទីសនាសនៈនឹងប្រគេនដល់សាវករបស់ព្រះសម្មាសម្ពុទ្ធដែរសូមអ្នកនឹងត្រេកអរទទួលបុណ្យកុសលរបស់ខ្ញុំផងណែឃើញទេញាតិញោមចែកបុណ្យទៅវិញទៅមកដល់ពេលនោះឯងប្តីក៏បានហូបពិសាបាយហើយដូចជាអាបាយដែលហូបហ្នឹងវាដូចជាពុលញោមដូចជាពុលចាស់គាត់ថាពុលធ្វើឲ្យខ្លួនឯងហូបឆ្អែតទៅធ្វើឲ្យងួយសម្រានណាញោមងួយសម្រានទៅក៏គេងកោយផ្លូវប្រពន្ធទៅណាញោមប្រពន្ធហ្នឹងក៏ចាក់បក់ឲ្យអញ្ចឹងណាខ្លាចមូសខ្លាចចំយខ្លាចចង្អាអញ្ចឹងទៅដីក៏លក់មកប្រហែលជាមកបក់អញ្ចឹងទៅគប់ញាក់ក្រឡេកញោមញាក់ព្រឺតមកវិញក្រឡេកមើលទៅភ្លឺស្រែដែរមាននប់នឹងជួឃើញថានៅក្នុងដីអាចបណ្ណាដែលជួនឹងគឺក្រហមឆ្អិនឆៅគួរជាទីជ្រះថ្លាញាតិញោមគួរជាទីជ្រះថ្លានឹងយ៉ាងម៉េចព្រោះឃើញញាតិញោមឃើញនៃផលបុណ្យរបស់បណ្ណាមាននប់នឹងដែលធ្វើហ្នឹងដីអាចបណ្ណាទាំងប្រមាណគឺคล้ายជាមាសសុទ្ធទាំងអស់ញាតិញោមញាតិញោមតែមកទិញទេញោមអើយអូតែគុណមុនទៅណាទៅសិនណាកណាជាប់រវល់បន្តិចតែគុណក៏មុនមកកន្លែងហ្នឹងអត់កើតទេកន្លែងហ្នឹងអត់បានទេកន្លែងហ្នឹងកាចាកន្លែងហ្នឹងខ្លាំងណាពុំចឹងបានឥឡូវហ្នឹងណោះញោមណោះណាពុំអត់បានមើលមុខលោកផងឯងថ្ងៃមុនឯងកើតមាសកន្លែងនោះមកកាតេពីកាតេសយមកព្រះអង្គរត់លេងមុនមកកាត់ហ្នឹងឯងព្រលឹមហោះស៊ីផលិតឯងនឹងតែខាងលោកមកដល់កោតយកមាសឯងអស់លេងអើយណាយ៉ាងអីចោលបដោញោមដល់ពេលអញ្ចឹងមកយកមកឲ្យឃើញតែអាចបណ្ណាលោករឿងហ្នឹងទទួលដល់ព្រះរាជាហ្នឹងគឺព្រះបាទពឹមពិសាលញាតិញោមព្រះបាទពឹមពិសាលហ្នឹងក៏ប្រើឲ្យអាមាត្យប្រើឲ្យមន្ត្រីប្រើឲ្យសេនាហ្នឹងយកអតិយកអីទៅដឹកញាតិញោមទៅដឹកអាមាសជាដីអាចបណ្ណាហ្នឹងដឹកមកដាក់នៅក្នុងណាបរមរាជវាំងទៅហើយក៏បានតែងតាំងបណ្ណាមេនុបហ្នឹងឡែជាបណ្ណាសិទ្ធិទៅឃើញទេញាតិញោមចែកស្រុកចែកភូមិឲ្យអញ្ចឹងទៅណាដោយផលណាអានិសង្ឃសំបីតែកសាងទីសនាសនៈដើមច្រេះមួយដើមផងសំបីតែកសាងដែលជួយឧបត្ថម្ភនៅចង្ហាន់បិណ្ឌបាតដល់ព្រះសម្មាដល់សាវករបស់ព្រះសម្មាសម្ពុទ្ធណាប្រគៀនចង្ហាន់បិណ្ឌបាតផងប៉ុណ្ណឹងបានសិតតែមានយុទ្ធមានស័ក្តិមានដំណាក់ជាសទ្ធិផងឲ្យចោះតម្រាំដូចញាតិញោមចំណាយទាំងពេលវេលាចំណាយទាំងឱកាសដ៏មានតម្លៃតែញាតិញោមនៅផ្ទះរវល់ការងារសឹងតែរកពេលដាក់ដៃដាក់ជើងមិនបានហើយសុខចិត្តមកចំណាយពេលវេលាមកធ្វើបុណ្យធ្វើទានសម្រាប់បើយប់ពីរយប់នៅក្នុងសំពៅនេះតើបុណ្យតើកុសលដែលញាតិញោមធ្វើនឹងតើវាធំធេងប៉ុណ្ណាមិនអាចនឹងកាត់ថ្លៃបានទេមែនទេញាតិញោមញាតិញោម